ជាដំបូងសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ាងវងថ្ងៃនេះខ្ញុំមកនិយាយអំពី practice ទី4ដែលទាក់ទងទៅនឹង user management ក្នុង user management ហ្នឹងមានដូចជា user expire strong password user admin និង user common permission នេះគឺជាលំហាត់ដែលគ្រូបានដាក់ឲ្យសម្រាប់ practice ទី4ហ្នឹងនៅក្នុង practice នេះលោកគ្រូចង់ឲ្យខ្ញុំបង្កើតទីមួយគឺមានgroup ចំនួន4គឺ SU25A SU25B C ហើយនិង D ហើយនៅក្នុង group ហ្នឹងត្រូវមាន user ចំនួន2ក្នុងមួយ group ហ្នឹងត្រូវមាន user ចំនួន2ហើយនៅក្នុងuser ហ្នឹងត្រូវដាក់លក្ខខណ្ឌដូចជាSU25A ហ្នឹងគឺគ្រាន់តែឲ្យវា allow ទៅលើការ install app ហើយ user 25B ហ្នឹងគឺ control ទៅលើ app service 25C នេះគឺ allow control ទៅលើ user ហើយចុងក្រោយ D គឺ allow ទៅលើremove app ហើយនៅមានលក្ខខណ្ឌមួយចំនួនទៀតដូចគ្រូដាក់ឲ្យនៅក្នុងនេះគឺ lock user ក្នុងរយៈពេល1ឆ្នាំហើយមួយទៀតគឺត្រូវតែផ្លាស់ប្ដូរ password ក្នុងមួយខែម្ដងហើយមួយទៀតគឺ allow change password before 3 password expire ហើយចុងក្រោយគឺ password ហ្នឹងត្រូវតែ strong password បាទហើយឥឡូវចូលមកដល់ការធ្វើក្នុងការធ្វើហ្នឹងយើងត្រូវការបង្កើតទៅលើ group ចំនួន4គឺ group ហ្នឹងយើងត្រូវប្រើ comment គឺ sudo add group su ខ្ញុំដាក់40សោះភាសា group របស់ខ្ញុំគឺ su 40a នេះគឺជា comment សម្រាប់ group ដោយសារខ្ញុំបានបង្កើតហើយខ្ញុំគ្រាន់តែសូរថារបៀបadd group បង្កើត group ថ្មីហ្នឹងបែបម៉េចឥឡូវខ្ញុំអាចសូរទៅដល់សូរgroup ដែលខ្ញុំបានបង្កើតជាស្រេចក្នុងការសូរgroup ហ្នឹងយើងត្រូវប្រើប្រាស់ទៅលើ comment មួយគឺ su នេះlà group ចំនួន4ដែលខ្ញុំបានបង្កើតហើយបង្កើត group ហើយយើងត្រូវបង្កើត user ទាំងអស់ហ្នឹងគឺមាន user ចំនួន8សម្រាប់ការបង្កើត user ហ្នឹងយើងត្រូវប្រើប្រាស់ទៅលើ comment sudo add user ឧទាហរណ៍ដូចជាអាហ្នឹងខ្ញុំដាក់ A01 ចុះមានន័យថាតំណាងឲ្យuser ដែលស្ថិតនៅក្នុង group SU40A ហើយចំពោះការបង្កើត user ហ្នឹងក៏ខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំធ្វើការ comment ដើម្បីសូរទៅលើ user ដែលខ្ញុំបានបង្កើតនេះគឺជា comment សម្រាប់សូរទៅលើ user ខាងមកនេះគឺជា user ដែលខ្ញុំបានបង្កើតរួចរាល់ហើយឥឡូវចូលដល់ជំហានបន្ទាប់ទៀតគឺយើងធ្វើការ add user ហ្នឹងចូលទៅកាន់ group នីមួយៗសម្រាប់ការ add ហ្នឹងក៏ខ្ញុំបាន add ហើយដោយប្រើប្រាស់ទៅលើ comment sudo user mode មួយនេះគឺសម្រាប់ add user ចូលទៅ group ប៉ុន្តែខ្ញុំ add ហើយអញ្ចឹងខ្ញុំអាចសូរក្នុងការសូរហ្នឹងប្រើប្រាស់ទៅលើ comment មួយនេះ copy ផាសចឹង enter មកនេះហើយមួយទៀត B ម្ដងនេះក៏ហើយ C មួយទៀតចុងក្រោយគឺ D ចូលដល់មកជំហានបន្តទៀតគឺយើងត្រូវការកំណត់ទៅលើ password policy ក្នុងការកំណត់ password policy ហ្នឹងយើងបានប្រើប្រាស់ទៅលើ comment មួយដើម្បីចូលទៅការប្រើ sudo nano /etc/login .defs enter នេះគ្រូសម្រាប់តែខ្ញុំត្រូវកែប្រែគឺទី1គឺ mac day ហ្នឹងខ្ញុំដាក់ចំនួន40ថ្ងៃហើយមួយទៀតគឺwarning password ហ្នឹងខ្ញុំដាក់ចំនួន
សម្រាប់ policy គឺមានប៉ុណ្្នឹងទេឥឡូវចូលដល់ចំណុចទៀតគឺការដាក់ទៅលើ strong password នៅក្នុងការដាក់ strong password ហ្នឹងយើងត្រូវinstall ទៅលើ package មួយសិនគឺ package lipan នេះដើម្បីដាក់ទៅលើ strong password មកយើង enter មកនេះខ្ញុំបាន install រួចម្ដងហើយចឹងវារៀងលឿនឥឡូវយើងចូលទៅដាក់ដើម្បីឲ្យវា strong password ក្នុងការដាក់ដើម្បីឲ្យវា strong password ហ្នឹងយើងត្រូវការប្រើប្រាស់ command មួយទៀតគឺ sudo nano/etc/span.d/command.password ចឹង enter មកនេះលោកគ្រូសម្រាប់ការដាក់ strong password ខ្ញុំបានចងវារួចរាល់ហើយដោយទី1គឺ retry មានន័យថា password ហ្នឹងចូលបាន13ដងទេមួយទៀតគឺ midland ស្មើ8ហ្នឹងត្រង់ហ្នឹងមានន័យថាយើងដាក់ចាប់ពី8លេខឡើងទៅ8លេខឬក៏8អក្សរឡើងទៅហើយ uncredit ស្មើនឹងដក1ហ្នឹងកន្លែងហ្នឹងមានន័យថាអក្សរធំចំនួន1ហើយមួយទៀតគឺ decredit ហ្នឹងកន្លែងហ្នឹងមានន័យថាតម្រូវឲ្យមានលេខឧទាហរណ៍ដូចជាលេខ1លេខ2អញ្ចឹងទៅហើយចំណុចទៀតគឺ O credit ហ្នឹងដក1ហ្នឹងកន្លែងហ្នឹងមានន័យថាត្រូវមានអក្សរ special character អាហ្នឹងដូចឧទាហរណ៍ដូចជា add ទ្រង់ជ្រូកដុល្លារជាដើមតែប៉ុណ្្នឹងហើយចូលដល់ចំណុចមួយទៀតគឺការដាក់ permission ទៅតាម group នីមួយៗក្នុងការដាក់ permission ហ្នឹងខ្ញុំបានចងវាហើយចងលក្ខខណ្ឌវាហើយនេះគឺជាលក្ខខណ្ឌសម្រាប់ការដាក់ permission ឥឡូវខ្ញុំអាចសូរទៅថាខ្ញុំដាក់នៅកន្លែងណាក្នុងការដាក់ហ្នឹងយើងត្រូវប្រើប្រាស់ command មួយគឺ sudo vsudo enter នេះគឺជាលក្ខខណ្ឌដែលខ្ញុំបានចងរួចរាល់ហើយឥឡូវដល់ចំណុចមួយទៀតគឺការតេស្តថាវាទៅតាមលក្ខខណ្ឌដែលគ្រូដាក់ឲ្យអត់ឥឡូវខ្ញុំសូមតេស្តទៅលើលក្ខខណ្ឌទី1គឺ AU25A គឺ allow ទៅលើការ install app អញ្ចឹងយើងចូលទៅក្នុង group ទី1សិនដោយប្រើប្រាស់ទៅលើ command AUA.01 enter password នេះវាបានចូលហើយទៅក្នុង user ទី1ក្នុង user ទី1គឺតម្រូវឲ្យតាការទៅលើ install app ទៅលើឧទាហរណ៍ខ្ញុំinstall ទៅលើ app មួយ sudo apt install nano ឧទាហរណ៍ install nano enter password enter នេះគ្រូអញ្ចឹងមានន័យថាវា allow ទៅលើការ install app ឥឡូវតែលក្ខខណ្ឌដែលវាឲ្យឥឡូវខ្ញុំឧទាហរណ៍ទៅលើការ remove nano នឹងមើលថា remove បានអត់ sudo apt remove nano enter នេះលោកគ្រូវាអាច allow បានទេដោយសារremove នឹងស្ថិតនៅក្នុង AU40D ហើយអញ្ចឹងខ្ញុំតេស្តទៅលើការមួយទៀតការប្រើទៅលើ apache sudo systemctl ច្រឡំការប្រើទៅលើ switch ថាខ្ញុំអាចការប្រើវាបាន restart apache 2 enter នេះវាអត់ allow ទេហើយការតេស្តមួយទៀតចុងក្រោយគឺការតេស្តទៅលើការ add user sudo add user ឧទាហរណ៍ AA ចុះ enter នេះក៏វាអត់ allow ដែរអញ្ចឹងមានន័យថាវា allow បានតែមួយទៀតគឺការ install លើខ្ញុំចូលដល់ទី2ម្ដងគឺ control ទៅលើ app service នៅយើងចាញ់ពីអាទី1សិនចូលដល់ទី2 b.01 enter password ឥឡូវខ្ញុំសាកការ control ទៅលើ switch មុនក្នុងការ control ហ្នឹងគឺយើងប្រើប្រាស់ទៅលើ command sudo system
ctl restart apache 2 enter password នេះលោកគ្រូកន្លែងនេះមានន័យថាយើងអាចគ្រប់គ្រងទៅលើ Apache 2 បានឥឡូវយើងអាចទៅលើលក្ខខណ្ឌការ install ចុះ sudo apt install nano enter នេះលោកគ្រូនេះវាអត់ allow ទៅលើការ install ទេហើយមួយទៀតទៅលើការ remove sudo apt remove nano enter នេះគ្រូការ remove ក៏វាអត់ allow ដែរហើយតែចុងក្រោយគឺការ add ទៅលើ user ថាវាដំណើរការអត់ sudo add user aa ឧទាហរណ៍នេះលោកគ្រូការ add user ក៏វាអត់ allow ដែរឥឡូវយើងចូលដល់ទី3គឺ control ទៅលើ user អញ្ចឹងខ្ញុំធ្វើការចេញពីអាទី2នឹងសិនទៀតលើចូលដល់ទី3 01 enter ឥឡូវខ្ញុំធ្វើការ add ទៅលើ user អាឡូមុនគឺ add sudo add user aa enter password enter enter បើកន្លែងនេះត្រង់ចំណុចនេះមានន័យថាយើងអាច add ទៅលើ user បានស្ថិតនៅក្នុងចំណុចទី3ហើយឥឡូវយើងចូលដល់ចំណុចដែលវាអាចallow បានទីនោះគឺការ install លើ app ទៅដែរទៅ sudo apt install nano enter នេះគឺវាអត់ allow ទៅលើការ install app ទេមួយទៀតគឺ remove sudo apt remove nano enter ការ remove ក៏វាអត់ allow ដែរហើយមួយទៀតគឺចុងក្រោយការគ្រប់គ្រងទៅលើ app service អញ្ចឹងយើងប្រើប្រាស់ទៅលើ command sudo system ctl restart apache 2 enter នេះលោកគ្រូការគ្រប់គ្រងលើ service ក៏វាអត់ allow ដែរឥឡូវដល់លក្ខខណ្ឌចុងក្រោយគឺទី4គឺការគ្រប់គ្រងទៅលើ remove app ក្នុងការគ្រប់គ្រង remove app យើងត្រូវការចេញពីអាទី3សិនដូចនេះចូលដល់ទី4ដង d ដក01 enter 1 2 3អញ្ចឹងខ្ញុំធ្វើការលុបទៅលើ app ណានឹងចុះអញ្ចឹង sudo apt remove nano enter នេះគ្រូអញ្ចឹងកន្លែងនេះកន្លែងត្រង់នេះមានន័យថាយើងអាចលុបទៅលើ app បានហើយឥឡូវយើងចូលដល់លក្ខខណ្ឌដែលថាវាអាចគ្រប់គ្រងបានលើចូលដល់ការ install ប្រើប្រាស់ទៅលើ command sudo apt install nano enter នេះវាអត់ allow ទេហើយមួយទៀតគឺ add user sudo add user aa enter កន្លែងនេះក៏វាអត់ allow ទៅលើការ add user ដែរហើយចុងក្រោយគឺការគ្រប់គ្រងទៅលើ sudo system ctl restart enter នេះគ្រូវាអត់ allow ទៅលើការគ្រប់គ្រងservice ទេសម្រាប់របស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ